ច្រើនណាស់បងប្អូនអើយមើលនេះអាយអឹកឡើងដូចសម្ោចចឹងបងប្អូនហើយនេះយើងមកតាមដានកដោបយើងទៀតហើយបងប្អូនញាស់បានរយៈពេល12ថ្ងៃហើយបងប្អូនឃើញថាសុខភាពល្អហើយធំធាត់លឿនណាស់មើលឡើងញុកតែម្ដងឡើងដូចសម្ោចភ្លើងញ៉ាទំនងបំពងឯងបងប្អូនមើលទៅទំនងនេះអាយុប៉ុណ្ណឹងអត់ទាន់ពងកើតទេចាំមើលរយៈពេល20ថ្ងៃទៀត20ថ្ងៃទៀតវាចាប់គូវាផ្ដល់ពងឲ្យយើងយកពងមកទុកបន្តពូជហើយយើងលក់សាច់ចេញអាហ្នឹងយើងអាចប្រមូលផលបានហើយសត្វកដោបនេះសំណងចំណាបងប្អូនស៊ីតែស្មៅស៊ីតែរុក្ខជាតិបបៃតងនៅជុំវិញផ្ទះហើយចំណាយដើមទុនបន្តិចហើយឆាប់បានផលណាបើយើងបានលក់យើងគ្មានទីផ្សារលក់អត់ចេះលក់យើងប្រពងញ៉ាំខ្លួនឯងក៏បានដែរបងប្អូនអត់មានត្រូវកង្វល់អីច្រើនទេព្រោះវាអត់មានចំណាយដើមទុនណាទិញតាពូជមកម្ដងគឺយើងប្រកាត់បានបន្តរហូតហើយយើងអត់ចំណាយទៅលើចំណីវាច្រើនទេគឺវាស៊ីតែស្មៅស៊ីតែរុក្ខជាតិធម្មជាតិទេបងប្អូនមើលណានេះតែកន្លះគីឡូហើយមើលឡើងបងពូជតែកន្លះគីឡូហើយញាស់ឡើងពេញហ្នឹងឡើងញុកពេញហ្នឹងបងប្អូនខ្លាខ្លំល្អណាស់ហើយពេលមេឃបើកថ្ងៃវាទៅហាលថ្ងៃអញ្ចឹងណាមើលណានងណារយៈពេលកន្លះខែទៀតឃើញថាដោះស្លាបមកហើយដល់ពេលដោះស្លាបវាពេញវ័យហើយវាផ្ដល់ពងហើយអាហ្នឹងដល់វគ្គយើងសេរីស្រង់ម្ដងហើយបងប្អូនមានដីតនេចោលតតឹង2ម៉ែត្របដោយ4ម៉ែត្របងប្អូនជឿតាមខ្ញុំដាក់កដោបចិញ្ចឹមមិនបានលក់លើទីផ្សារក៏យើងបានហូបខ្លួនឯងដែរហើយមានស្មៅជុំវិញផ្ទះហ្នឹងជ្រូតដាក់វាស៊ីទៅថ្ងៃ2ដងអីទៅហើយមើលថែវាកុំអោយមន់កុំអោយសម្ោចស៊ីទៅរួចបាត់ហើយដល់ខែរយៈពេល1ខែ5ថ្ងៃហ្នឹងគឺយើងអាចប្រមូលផលបានហើយហើយយកហូបខ្លួនឯងក៏បានលក់ក៏បានដែរហើយសម្រាប់បងប្អូនណាដែលចង់ចិញ្ចឹមអត់មានពូជអត់ដឹងតាក់តងពូជតាមណាតាក់តងមកខ្ញុំក៏បានដែរបងប្អូនខ្ញុំមានចែកពូជហើយបច្ចេកទេសចិញ្ចឹមរបៀបថែទាំអីបងប្អូនអាចសាកសួរខ្ញុំបានខ្ញុំប្រាប់ទាំងអស់អត់លាក់បាំងបងប្អូនទេបងថាដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងអត់មានអីត្រូវបាក់ទេយើងដាក់វាតែម្ដងទៅយើងតាមដានវាទៅយើងចេះហើយសត្វកណ្ដូបមិនពិបាកដូចមន់ដូចទាទេបងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូន